បញ្ចូលរូបមន្តតែប៉ុណ្្នឹងទេគឺចំណាំទៅ sum if មាន s ត្រូវ select ដំបូងគេគឺប្រាក់ខែដែលត្រូវមកតបមកយើងចូលទៅលើលក្ខខណ្ឌភេទដំបូងគេហើយកំណត់យកភេទស្រីអញ្ចឹងយើងក្បៀសមួយចូលលក្ខខណ្ឌមួយទៀតគឺតួនាទីហើយយើងក្បៀសមួយសរសេរក្នុងទំនិញកដោហ្នឹងដាក់ staff ដោយសារតែគេចង់បានមុខតំណែងជា staff ហើយចុងក្រោយគឺប្រាក់ខែដែលធំជាងណាអញ្ចឹងប្រាក់ខែគោលធំជាងស្មើ250អញ្ចឹងពេលដែលយើង enter មកនឹងឃើញចម្លើយបាទ283អញ្ចឹងមានតែម្នាក់នេះពួកអីគាត់ភេទស្រីជា staff ប្រាក់ខែ250ដល់ពេលខាងក្រោមនេះភេទស្រីដែរ staff ប៉ុន្តែប្រាក់ខែគាត់បានតែ180ទេអញ្ចឹងអត់ចូលលក្ខខណ្ឌហ្នឹងគេអត់រាប់ចូលទេណាបើសិនជាគាត់ប្រាក់ខែលើស250មានន័យថាយើងត្រូវបូកពីអ្នកនឹងបញ្ចូលគ្នាណាអញ្ចឹងចម្លើយចុងក្រោយនេះគឺឃើញ283.75ម្នាក់នេះណាអូខេយើងមានតែប៉ុណ្្នឹងទេឥឡូវឲ្យយើងអនុវត្ត